សម្រាប់ខ្ញុំយល់ឃើញថាប្រជាពលរដ្ឋយើងទាំងអស់គ្នាហ្នឹងគឺម៉ោងនេះគាត់គ្រប់គ្រងហ្មងទាំងអស់យើងមានផលិតផលខ្មែរយើងហ្នឹងគឺថាមានច្រើនណាស់ច្រើនមុខមែនតែនដំណាំផ្លែឈើសាវម៉ាវតរ៉េនហើយចន្ទីបាយថាលក់នៅកន្លែងសួនច្បារមាត់ទន្លេក្រុងតាខ្មៅយើងនេះគឺបងប្អូនប្រជាពលរដ្ឋយើងអាជីវករហ្នឹងឥឡូវគាត់គឺថាផុសផុលនាំគ្នាមកគ្រប់គ្រងផលិតផលរបស់ខ្មែរយើងហើយការលក់នោះគឺកើនថាមកអ្នកមកទិញហ្នឹងច្រើនហើយជាពលរដ្ឋយើងក៏យល់ឃើញថាការដាំដុះរបស់គាត់ហ្នឹងគាត់ចេះប្រយ័ត្នប្រយែងចេះប្រយ័ត្នដើម្បីសុខភាពអញ្ចឹងគឺសម្រាប់ខ្ញុំក្នុងនាមប្រធានសភាខេត្តកណ្ដាលនេះគឺមានអារម្មណ៍ថាសប្បាយចិត្តណាស់ដែលប្រជាពលរដ្ឋយើងនាំគ្នាយល់ហើយគ្រប់គ្រងផលិតផលខ្មែរយើងនឹងជួយលើកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើងខ្មែរទាំងអស់គ្នាបាទជារោមជាម៉ោងនេះប្រជាពលរដ្ឋយើងគឺគាត់យល់ឃើញថានាំគ្នាការផលិតហ្នឹងក៏បានច្រើនដែរសម្រាប់ខ្ញុំគឺខ្ញុំតាក់ទាញអ្នកផលិតហ្នឹងមកផលិតក្នុងស្រុកបានច្រើនហើយប្រជាពលរដ្ឋយើងក៏ចាប់ផ្ដើមជឿជាក់អញ្ចឹងកាលថាយើងទិញរបស់ក្នុងខ្មែររបស់យើងហ្នឹងគឺថាយើងជឿជាក់លើផលិតផលរបស់ក្នុងខ្មែររបស់យើងហើយបាទសម្រាប់ខ្ញុំបើជាច្បាប់កបបគាត់នៅតែបន្តឆែកអ្វីដែលថាចូលមកដែលខុសច្បាប់អ្វីដែលចូលមកដែលហួសសុពលភាពគឺអាហ្នឹងការងារគេនៅតែបន្តប៉ុន្តែសម្រាប់តែយើងប្រជាពលរដ្ឋសម្រាប់ខ្ញុំគឺសូមឲ្យប្រជាពលរដ្ឋយើងទាំងអស់ងាកមកជួយគ្រប់គ្រងផលិតផលខ្មែរយើងគឺថាលុយហ្នឹងតែយើងទិញគឺយើងទិញក្នុងស្រុកគ្នាយើងអញ្ចឹងបានប្រជាពលរដ្ឋយើងទាំងអស់គ្នារីកចម្រើនប្រទេសជាតិយើងទាំងអស់គ្នា